មើលមានណាមានកូនភ្លោះអត់មានភ្លោះ2ភ្លោះ3អត់អណោះលើកដៃក្រោយភ្លោះម៉ានភ្លោះ2ចឹងបានម៉ានរត់ជួយម៉ានពេលសម្រាលឯងើបឈរស្រួលមើលផងងើបឈរទេបងមើលមុខអ្នកអង្គុយមុខមិនបាច់ឈរអ្នកអង្គុយមើលកូន2កូនម៉ាននិយាយលឺតិចមើល2កូន2ហើយមានផ្សេងទៀតទេមានតែ2ហ្នឹងដបងគេដបងខ្ជិលយកច្រើនដងម្ដង2ហ្មងចាហើយកូនហ្នឹងស្រីប្រុសទាំងពីរចាហ្នឹងហើយមិនទៅឥឡូវម្នាក់រត់ឧបត្ថម្ភ80,000ដល់យើងកូន2រត់ឧបត្ថម្ភប្រមាណកាលហ្នឹងសម្រាប់ខ្ញុំអត់បានធ្វើការតាមរោងចក្រផងខ្ញុំធ្វើការតាមហាងបាយហាងកាទៀវចឹងទៅអត់មានអ្នកជួយឧបត្ថម្ភទេប៉ុន្តែបានខាងតកែគាត់ជួយនៅហាងបាយចាកាលហ្នឹងអត់ទាន់បានទេចាទៅតែមកចូលធ្វើការនៅមកវល់អូខេអញ្ចឹងបើសិនចង់បានអត្ថប្រយោជន៍ហ្នឹងម្ដងទៀត2ទៀតបានណាឥឡូវក្រុងយកម៉ានលើសុំប្តីយក3ទៀតក្រោយ2ដងទៅ5បានហើយសំណាងជាងបងណាប្តីនៅនេះប្តីនៅនឹងចាអូនឯងសំណាងមែនបងវល់ប្រពន្ធបងសុំថែមួយទៀតអត់បានផងឯងប្រពន្ធទៀមទាវិញវិញមើលប្តីព្រមអត់នេះមើលប្រពន្ធសុំ3ទៀតព្រមអត់លើអត់រួចហងអត់ព្រមទេយកអត់រួចទេអញ្ចឹងយកតែ2ហ្នឹងទេមួយទៀតបានយកតែមួយទៀតបានយកតែមួយទៀតចុះបើមួយទៀតចេញភ្លោះទៀតមិន4បាត់តាមតាណាចុះបើភ្លោះ3គ្រប់ម៉ោង5បាទអញ្ចឹងឈ្នះបាទប្រពន្ធចង់បាន5ប្តីចង់បានកើតតែម្ដងទៀតអញ្ចឹងបើកើតម្ដងទៀតបាន3គឺថា5ម្ដងបើកើត3ចេះគោលនយោបាយរដ្ឋាភិបាលដោយបងអូនស្រីនិយាយចឹងថាមុនកើតយើងឧបត្ថម្ភ4ដងសម្រាប់អាហារូបត្ថម្ភឲ្យកូននឹងមានសុខភាពហើយយើងឆែកសុខភាពអីតាមបសសចឹងទៅដល់ពេលសម្រាលកូន1ជួយ80,000កូន2បាន1.2លានកូន3បាន1.6លានហើយថែម5លានទៀតបោះសម្ដេចតេជោហើយថែមត្រូវជាក្មួយធររបស់អង្គទៀតព្រោះបើភ្លោះ3ហ្នឹងត្រូវជាចៅធររបស់សម្ដេចតេជោត្រូវជាក្មួយធរអញ្ចឹងយកម្ដងទៀតបាន3ឲ្យជូនពរឲ្យបាន3ហ្មងអាពៅ